ตาអាចបែងចែក proxy ដាច់ដោយឡែកសម្រាប់ឧបករណ៍នីមួយៗបានយ៉ាងដូចម្ដេចវាពិតជាសាមញ្ញណាស់ប្រសិនបើអ្នកមានប្រអប់ទូរស័ព្ទ10គ្រឿងអ្នកគួរតែទិញ proxy 10តួប្រសិនបើមាន20គ្រឿងក៏ទិញ20 proxy គឺ1 proxy សម្រាប់1ឧបករណ៍បច្ចុប្បន្ននេះមានកម្មវិធី Android ជាច្រើននៅលើ Google Play ដែលជួយបន្ថែម proxy ទៅក្នុងទូរស័ព្ទដូចជា Super Proxy, Connect Proxy និងកម្មវិធី Tenfane ទៀតកម្មវិធីទាំងនេះភាគច្រើនឥតគិតថ្លៃនិងងាយស្រួលប្រើអ្នកគ្រាន់តែទិញ proxy ក្នុងទម្រង់ IP ClearSpot បូក username បូក password បន្ទាប់មកបញ្ចូលវាទៅក្នុងកម្មវិធីហើយចុច connect រាល់ពេលដែលអ្នកបើកទូរស័ព្ទនិងដំណើរការកម្មវិធីវានឹងប្រើ IP ថ្មីមួយដើម្បីពិនិត្យថា proxy ដំណើរការត្រឹមត្រូវឬអត់អ្នកអាចចូលទៅគេហទំព័រដូចជា NetHo check IP ឬគេហទំព័រពិនិត្យ IP ផ្សេងៗដើម្បីបញ្ជាក់ថាទីតាំង IP ត្រូវនឹងប្រទេសឬតំបន់ដែលអ្នកចង់បានបន្ទាប់ពីបញ្ជាក់រួចអ្នកអាចប្រើឧបករណ៍សម្រាប់ការងារបានជាធម្មតា